ចាសូមគោរពទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនាវីដេអូឃ្លីបមួយនេះនាងខ្ញុំវិជ្ជបណ្ឌិតកុសលកនិកាថ្ងៃនេះនាងខ្ញុំនឹងលើកយកប្រធានបទមួយទៀតតាក់ទងទៅនឹងការចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតាដដែលដែលប្រធានបទថ្ងៃនេះគឺនាងខ្ញុំនឹងលើកយកមកនិយាយអំពីវិធីសាស្ត្រនៅក្នុងការសរសើរបុត្រធីតារបស់លោកអ្នកឲ្យបានត្រឹមត្រូវចាយើងដឹងហើយថារាល់ពាក្យសម្ដីដែលយើងនិយាយទៅកាន់កូនរបស់យើងគឺសុទ្ធតែមានឥទ្ធិពលទៅលើការលូតលាស់របស់ពួកគាត់អញ្ចឹងពាក្យសម្ដីដែលសរសើរគឺជាពាក្យសម្ដីដែលវិជ្ជមានដែលយើងត្រូវនិយាយទៅកាន់កូនយើងដើម្បីបង្កើតនៅការលើកទឹកចិត្តនិងការជំរុញចិត្តឲ្យគាត់ខ្លាយទៅជាក្មេងម្នាក់ដែលមានភាពជឿជាក់លើខ្លួនឯងក៏ប៉ុន្តែប្រសិនបើយើងធ្វើការសរសើរនិយាយសរសើរដោយមិនបានគិតឲ្យបានគ្រប់ជ្រុងជ្រោយនោះទេនោះអាចនឹងធ្វើឲ្យកុមារកូនរបស់យើងខ្លាយទៅជាក្មេងដែលញៀនទៅនឹងការសរសើរហើយតាក់ទងទៅនឹងផ្នត់គំនិតរបស់គេទៅថ្ងៃអនាគតផងដែរតាមរយៈការសិក្សារបស់ខ្ញុំនិងការរៀនសូត្រខ្ញុំបានមើលឃើញនៅអត្ថបទមួយរបស់លោកស្រី Carol Dweck លោកស្រី Carol Dweck គាត់គឺជាអ្នកចិត្តសាស្ត្រជាសាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រនៅឯសាកលវិទ្យាល័យ Stanford លោកស្រីបានសរសេរនៅក្នុងអត្ថបទរបស់លោកស្រីថាការសរសើររបស់យើងជាអាណាព្យាបាលនិងពុកម្ដាយហ្នឹងគឺនឹងជះឥទ្ធិពលទៅដល់ផ្នត់គំនិតរបស់កុមារទៅថ្ងៃអនាគតលោកស្រីបានធ្វើការសិក្សាចែកចេញជាពីរក្រុមកុមារដែលត្រូវបានឪពុកម្ដាយសរសើរដោយផ្ដោតទៅលើភាពឆ្លាតវៃនិងមួយផ្នែកទៀតគឺកុមារដែលត្រូវបានឪពុកម្ដាយគាត់សរសើរប៉ុន្តែគាត់ផ្ដោតទៅលើការខិតខំប្រឹងប្រែងរបស់កុមារអញ្ចឹងគាត់បន្ទាប់ពីការសិក្សារបស់លោកស្រីមើលឃើញថាការសរសើរដោយផ្ដោតទៅលើភាពឆ្លាតវៃគឺនឹងធ្វើឲ្យជះឥទ្ធិពលរបស់កុមារទៅថ្ងៃអនាគតភាគច្រើនកុមារដែលត្រូវបានយើងសរសើរដោយផ្ដោតទៅលើភាពឆ្លាតវៃរបស់គាត់ឧទាហរណ៍ថាយើងសរសើរថាកូនពូកែណាកូនឆ្លាតណាស់កូនល្អណាស់អញ្ចឹងគាត់មានគំនិតថាគាត់ជាក្មេងដែលឆ្លាតជាក្មេងដែលពូកែអញ្ចឹងទៅថ្ងៃអនាគតគឺគាត់តែងតែមានគំនិតអញ្ចឹងអានឹងការសរសើរបែបហ្នឹងគឺជាការសរសើរដែលល្អប្រសិនបើយើងសរសើរនៅលើកុមារតូចដែលមានអាយុក្រោម5ឆ្នាំក៏ប៉ុន្តែប្រសិនបើយើងសរសើរបែបនេះជាញឹកញាប់ទៅលើកុមារដែលគាត់មានវ័យរៀងធំលើសពី5ឆ្នាំឡើងលើនឹងធ្វើឲ្យកុមារនឹងខ្លាយទៅជាក្មេងដែលញៀនជាមួយនឹងការសរសើរហើយគាត់តែងនឹងមានគំនិតថាគាត់ជាក្មេងដែលឆ្លាតជាក្មេងដែលពូកែអញ្ចឹងគាត់ត្រូវធ្វើអីគឺត្រូវតែបានល្អត្រូវតែបាន perfect ត្រូវតែបានល្អឥតខ្ចោះអញ្ចឹងទៅថ្ងៃអនាគតគាត់នឹងក្លាយទៅជាមនុស្សដែលមាន fixed mindset បានន័យថាមានផ្នត់គំនិតមួយដែលគាត់មានផ្នត់គំនិតដែលថាគាត់ភ័យខ្លាចជាមួយនឹងការបរាជ័យគាត់ភ័យខ្លាចជាមួយនឹងការធ្វើកំហុសពីព្រោះគាត់តែងតែទទួលបាននៅការសរសើរថាគាត់ជាក្មេងដែលពូកែគាត់ជាក្មេងដែលឆ្លាតអញ្ចឹងបើសិនជានៅក្នុងជីវិតគាត់ជួបរឿងនៅរឿងអ្វីមួយឬមួយក៏ test អ្វីមួយដែលពិបាកដែលត្រូវការពេលវេលាធ្វើយូរឬមួយក៏ត្រូវការធ្វើនឹងពិបាកខ្លាំងគាត់អាចនឹងមិនហ៊ាននៅក្នុងការសាកល្បងទេពីព្រោះគាត់ខ្លាចបរាជ័យគាត់ខ្លាចគាត់មិនទទួលបាននៅពាក្យថាពូកែគាត់អាចនឹងមិនទទួលបាននៅពាក្យថាគាត់ឆ្លាតគាត់ល្អឥតខ្ចោះនោះឯងក៏ប៉ុន្តែបើសិនបើយើងកលែកទៅមើលមួយក្រុមទៀតដែលពុកម្ដាយគាត់សរសើរគាត់ផ្ដោតទៅលើការខិតខំប្រឹងប្រែងគាត់ផ្ដោតទៅលើដំណើរការនៃការធ្វើកិច្ចការនោះរបស់កុមារតែគាត់មិនផ្ដោតទៅលើភាពឆ្លាតវៃរបស់កុមារខ្ញុំចង់បានន័យថាទោះបីជាកុមារហ្នឹងគាត់ធ្វើកិច្ចការហ្នឹងមិនបានជាល្អឥតខ្ចោះគាត់រៀនមិនបានលេខ1គាត់រៀនមិនបាន top score នៅក្នុងថ្នាក់ក៏ប៉ុន្តែគាត់ជាក្មេងដែលខិតខំប្រឹងប្រែងរៀនសូត្រ
ហើយយើងជាអាណាព្យាបាលយើងឃើញថាអូកូនយើងគាត់ពិតជាគាត់បានពិតជាខិតខំប្រឹងប្រែងមែនគាត់ធ្វើ homework ទៀងទាត់ពេលវេលាគាត់ទៅសាលាគាត់ត្រង់ត្រាប់ស្ដាប់គ្រូបញ្យលអញ្ចឹងយើងធ្វើការសរសើរគាត់ថាម៉ាក់សប្បាយចិត្តដែលឃើញកូនខិតខំប្រឹងប្រែងរៀនសូត្របែបនេះម៉ាក់រីករាយណាស់ដែលឃើញកូនខំប្រឹងអញ្ចឹងលើកក្រោយកូនគួរតែខិតខំប្រឹងប្រែងបន្ថែមទៀតអញ្ចឹងការសរសើរដែលយើងផ្ដោតទៅលើការខិតខំប្រឹងប្រែងនិងដំណើរការនៃកិច្ចការរបស់កុមារហ្នឹងធ្វើឲ្យគាត់មានគំនិតថាអូការងារអ្វីមួយដើម្បីទទួលបាននូវលទ្ធផលទោះតែគាត់នឹងត្រូវការខិតខំប្រឹងប្រែងខ្លាំងហើយអញ្ចឹងឪពុកម្ដាយគឺគាត់អត់ផ្ដោតទៅលើតែទោះតែលទ្ធផលនឹងល្អឥតខ្ចោះទោះតែលទ្ធផលនឹង perfect ទោះតែកូនរៀនបាន top score នៅក្នុងថ្នាក់ទើបទទួលបានការសរសើរអញ្ចឹងកុមារគាត់នឹងមានកម្លាំងខិតខំប្រឹងប្រែងជានិច្ចអញ្ចឹងជាលទ្ធផលនៃការសិក្សារបស់លោកស្រី Carol Dweck គាត់សង្កេតឃើញថាកុមារដែលស្ថិតនៅក្នុងក្រុមនេះគឺគាត់នឹងទទួលបានជោគជ័យច្រើនជាងកុមារដែលទទួលបាននៅការសរសើរតែផ្នែកភាពវៃឆ្លាតហើយគាត់ច្រើនតែធំឡើងคล้ายទៅជាកុមារដែលមានផ្នត់គំនិតgrow mindset ផ្នត់គំនិតនេះថាវិជ្ជមានផ្នត់គំនិតក្លាហានហ៊ានធ្វើអ្វីដែលពិបាកហើយគាត់ពេលដែលគាត់ធ្វើកិច្ចការអីមួយគឺគាត់តែងតែខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពគាត់ព្យាយាមម្ដងហើយម្ដងទៀតហើយទោះបីជាបរាជ័យទោះបីជាកិច្ចការហ្នឹងគាត់មិនធ្វើបានលទ្ធផលល្អឥតខ្ចោះតែគាត់ពេញចិត្តជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្លួនឯងអញ្ចឹងម្ដងទៀតនាងខ្ញុំចង់ទាញចំណាប់អារម្មណ៍ថាពាក្យសរសើរគឺជាពាក្យដែលល្អការសរសើរកូនគឺជាពាក្យដែលល្អដែលយើងត្រូវតែនិយាយទៅកាន់កូនយើងពីព្រោះរាល់ការសរសើរគឺសុទ្ធតែជាពាក្យដែលវិជ្ជមានទាំងអស់គ្រាន់តែថាតើយើងសរសើរនឹងសរសើរយើងត្រូវយល់ថាតើសរសើរយើងត្រូវសរសើរប្រើពាក្យពេចន៍យ៉ាងដូចម្ដេចអញ្ចឹងខ្ញុំទាញចំណាប់អារម្មណ៍ទៅដល់អាណាព្យាបាលទាំងអស់ថាយើងគួរតែសរសើរបើសិនជាកូនយើងនៅតូចអត់អីទេគាត់តែងតែសប្បាយចិត្តដែរនៅពេលដែលយើងសរសើរគាត់ថាកូនឆ្លាតកូនពូកែកូនល្អក៏ប៉ុន្តែនៅចាប់ពីគាត់អាយុពី5ឆ្នាំឡើងទៅយើងត្រូវប្រុងប្រយ័ត្នក្នុងការសរសើរពីព្រោះការសរសើរនេះវាតាក់ទងជាមួយនឹងការអភិវឌ្ឍផ្នត់គំនិតរបស់កុមារអញ្ចឹងបើយើងសរសើរគាត់យើងប្រើពាក្យថាម៉ាក់សប្បាយចិត្តនៅពេលដែលឃើញកូនខំប្រឹងប្រែងធ្វើកិច្ចការទោះបីជាកូនមិនបានលេខ1ក៏អត់អីដែរព្រោះកូនបានខំប្រឹងហើយអញ្ចឹងកូនខំប្រឹងបន្ថែមទៀតអញ្ចឹងនៅពេលហ្នឹងកុមារគាត់នឹងមានគំនិតថាការខិតខំប្រឹងប្រែងគឺជារឿងដែលសំខាន់ជាជាងលទ្ធផលអញ្ចឹងជាសង្ខេបគឺនាងខ្ញុំចង់ទាញចំណាប់អារម្មណ៍ថាការសរសើរដោយផ្ដោតទៅលើ process និង effort បានន័យថាផ្ដោតទៅលើដំណើរការនៃការខិតខំប្រឹងប្រែងរបស់កុមារគឺវាមានសារៈសំខាន់និងអត្ថប្រយោជន៍ជាងការសរសើរដែលផ្ដោតតែទៅលើភាពវៃឆ្លាតរបស់កុមារពីព្រោះថាការសរសើរដែលផ្ដោតទៅលើការខិតខំប្រឹងប្រែងហើយនឹងដំណើរការនេះគឺវានឹងធ្វើឲ្យផ្នត់គំនិតរបស់កុមារធ្វើឲ្យគាត់ខ្លាចទៅជាកុមារម្នាក់ដែលមានគេហៅថា grow mindset ទៅថ្ងៃអនាគតនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទស្សនិកជនទាំងអស់ដែលបានចំណាយពេលវេលានៅក្នុងទស្សនានៅវីដេអូឃ្លីបមួយនេះហើយនាងខ្ញុំសង្ឃឹមថាវីដេអូឃ្លីបមួយនេះនឹងផ្ដល់ជាអត្ថប្រយោជន៍ជាគំនិតទៅដល់ម៉ាក់ប៉ាទាំងអស់នៅក្នុងការអប់រំបុត្រធីតាតូចរបស់លោកអ្នកប្រសិនបើអ្នកទាំងអស់គ្នាមានជា comment មានជាគំនិតល្អនៅក្នុងការអប់រំបុត្រធីតាសូមអ្នកទាំងអស់គ្នាអាច comment ឬមួយក៏ផ្ញើសារចូលមកក្នុង page Mami Doctor បាននាងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នារាល់វីដេអូឃ្លីបរបស់នាងខ្ញុំដែលតាក់ទងជាមួយនឹងការចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតាចាសសូមអរគុណសូមគោរពលា